សុស្ដីបងប្អូនទាំងគ្នាវីដេអូនេះគឺជារបៀបក្នុងការឆាតទៅជនបរទេសជនជាតិបរទេសណាមួយដោយយើងមិនដែលចេះភាសាអីបន្តិចតតែសោះមិនថាភាសាអង់គ្លេសភាសាចិនភាសាកូរ៉េភាសាបារាំងឬក៏ភាសាថៃទេប៉ុន្តែយើងអាចឆាតជាមួយជនជាតិទាំងអស់នឹងបានដោយមិនចាំបាច់ចេះទេអញ្ចឹងយើងចូលទៅ Messenger របស់យើងគឺមានមុខងារមួយបូកប្រែនិងយើងអាចសរសេរពីខ្មែរទៅជាភាសាអង់គ្លេសបានឬក៏ភាសាអីផ្សេងៗក៏បានដែរអញ្ចឹងយើងចូលទៅអនុវត្តជាមួយខ្ញុំទាំងអស់គ្នាមុនដំបូងយើងចូលមក Facebook របស់យើងមកបាទចូលលើ Facebook បន្តមកយើងចុចលើកន្លែង Messenger ចូលកន្លែង Messenger បាទអញ្ចឹងយើងរកអ្នកដែលយើងឆាតជាមួយជនជាតិបរទេសអញ្ចឹងយើងឆាតជាមួយជនជាតិគេឧទាហរណ៍ថាយើងអត់ចេះភាសាអង់គ្លេសឬក៏ភាសាចិនឬក៏ភាសាកូរ៉េទេអញ្ចឹងយើងអាចឆាតនិយាយជាមួយគេបានដោយមិនចាំបាច់យើងចេះភាសាទាំងអស់ហ្នឹងហើយចេះភាសាខ្មែរអូខេអញ្ចឹងខ្ញុំឧទាហរណ៍ចូលឆាតជាមួយនេះអញ្ចឹងនេះជាភាសាអង់គ្លេសដែលគេឆាតមកខ្ញុំអញ្ចឹងយើងត្រូវធ្វើយ៉ាងម៉េចបងប្អូនណាហើយមុនបងយើងចូលដល់នេះមកដើម្បីប្រែតែគេឆាតមកនិយាយភាសាអ្វីហើយបន្តមកយើងចុចនេះកន្លែង4ជ្រុងនេះបាទហើយបន្តមកវាបងប្អូន translate គេដាក់ translate ចុចលើហ្នឹងនេះពីអង់គ្លេសទៅខ្មែរអញ្ចឹងយើងចុចញ៉ាំព្រួយនេះណាប្រើបងប្អូនអញ្ចឹងយើងប្រែជាភាសាអង់គ្លេសទៅខ្មែរណាអញ្ចឹងយើងភាសាអង់គ្លេសទៅខ្មែរអញ្ចឹងសម្រាប់បងប្អូនដែលប្រែជាភាសាកូរ៉េទៅខ្មែរអាចចុចតនេះមកជ្រើសរើសភាសាកូរ៉េមកហើយសម្រាប់អ្នកភាសាបារាំងទៅខ្មែរបងប្អូនក៏ចុចតហ្នឹងដែរដើម្បីជ្រើសរើសភាសាបារាំងទៅខ្មែរឬក៏ភាសាចិនចុចតហ្នឹងមកទៅភាសាចិនយ៉ាងឧទាហរណ៍ចុចតនេះឃើញភាសាចេញមកនេះខ្មែរមានទាំងអស់បងប្អូនភាសាគ្រប់ភាសាអញ្ចឹងយើងអាចជជែកនិយាយជាមួយជនជាតិផ្សេងៗបានទាំងអស់ប៉ុន្តែនេះឆៃនេះណាឆៃនេះគួរយើងមានទាំងអស់ណាអញ្ចឹងយើងចុចមកវិញមកអញ្ចឹងខ្ញុំនឹងប្រើភាសាអង់គ្លេសនេះដើម្បីឲ្យបងប្អូនមើលអញ្ចឹងយើងចុចនេះលើអក្សរមកហើយយើងចុចកន្លែងផាសបងចុចផាសហ្នឹងមក copy ហ្នឹងហើយយើងចុចសកត់ទៅនេះហើយយើងផាសអក្សរដែលយើងផាសមិញហ្នឹងចូលក្នុងហ្នឹងមកឃើញទេបងប្អូននេះវាប្រើឲ្យគេសួរថាតើអ្នកអាចនិយាយភាសាអង់គ្លេសបានទេណាអញ្ចឹងការបកប្រែវាស្រួលមែនតើណាបងប្អូនអញ្ចឹងអានេះគឺជាការប្រែអញ្ចឹងយើងឆ្លើយតបវិញឧទាហរណ៍ថាយើងអត់ចេះភាសាកូរ៉េភាសាអង់គ្លេសអញ្ចឹងយើងឆ្លើយតបទៅគេយ៉ាងដូចម្ដេចអញ្ចឹងយើងលុបវាចោលទៅបងប្អូនណាបាទយើងលុបចោលនេះយើងចុចទៅនេះដើម្បីខ្មែរទៅជាអង់គ្លេសវិញអញ្ចឹងយើងអាចនិយាយសរសេរមកសរសេរភាសាខ្មែរមកគេសួរថាតើអ្នកអាចនិយាយភាសាខ្មែរនិយាយភាសាអង់គ្លេសបានទេអញ្ចឹងយើងសរសេរទៅវិញសរសេរជាភាសានេះមកខ្ញុំចេះនិយាយបានតិចនេះឃើញទេ can speak little ណា I can speak little អញ្ចឹងវាទៅសេឲ្យយើងតែម្ដងអញ្ចឹងយើងចង់ផ្ញើទៅគេនេះចុចនេះមកណាឃើញទៅជាភាសាអង់គ្លេសបងប្អូនអញ្ចឹងយើងមិនចាំបាច់ចេះភាសាអង់គ្លេសទេណា I can speak little ខ្ញុំចេះភាសាអង់គ្លេសតិចឃើញទេណាបងប្អូនហើយយើងចង់សួរគេទៀតណាអញ្ចឹងយើងលុបអាហ្នឹងចេញហើយយើងចង់សួរមួយចំនួនទៅគេវិញចូលសួរថាតើអ្នករស់នៅទីណាតើអ្នករស់នៅប្រទេសណាតើអ្នករស់នៅប្រទេសណាហើយយើងចុចជូនទៅនេះគឺភាសាអង់គ្លេសបងប្អូន What country do you living អញ្ចឹងសួរថាគេនៅរស់នៅប្រទេសណាណាអញ្ចឹងយើងចុចជូនទីមកបងប្អូនឃើញទេនេះស្រួលមែនតើយើងមិនចាំបាច់ចេះភាសាអង់គ្លេសទេណាយើងអាចជជែកជាមួយជនជាតិគ្រប់ជនជាតិទាំងអស់អញ្ចឹងយើងចង់ប្រែលើនេះទៀតទេគេអាចជប់ខ្ញុំលុបសិនយើងចុចនេះសិនបងចុចពីអង់គ្លេសទៅខ្មែរសិនមុនបកប្រែយើងបកប្រែយើងចុចពីអង់គ្លេសទៅខ្មែរណាចាំបើយើងសេវជូនគេពីខ្មែរទៅអង់គ្លេសណាអញ្ចឹងយើងចុចលើវាហើយយើងចុច copy ហើយយើងមកដាក់នេះណាឃើញទេគេសួរយើងតើអ្នកឈ្មោះអ្វីជាភាសាអង់គ្លេសជាភាសាខ្មែរយើងតែម្ដងណាអញ្ចឹងបងប្អូនទាំងគ្នាយល់អត់បងប្អូនណាអញ្ចឹងបើមានចម្ងល់អីអាចឆាតខាងក្រោមនេះបានបាទអញ្ចឹងអរគុណច្រើនវីដេអូនេះគឺមានប៉ុណ្្នឹងទេសូមគិតថាបងប្អូនទាំងគ្នានឹងចេះអនុវត្តទាំងអស់គ្នាសូមអរគុណសូមគោរពលា